ហួងចុងគឺជាមេតបខ្លាទាំង5របស់លាវប៉ៃដែលត្រូវបានគេប្រៀបធៀបជាមួយនឹងមេតបលៀនប៉នគរចៅក្នុងកំឡុងសម័យសង្គ្រាមនគរទាំង6ពួកគេសិតតែជាខ្លាចាស់ដែលខ្លាំងហើយមានចរិតឆេវឆាវដូចគ្នាហួងចុងបានកសាងស្នាដៃជាច្រើនពេលនៅក្រោមលាវប៉ៃគាត់សម្លាប់មេតបឆាវឆាវស៊ីហ៊ូយានធ្វើឲ្យបុរសចំណាស់ម្នាក់នេះមានកេរ្តិ៍ឈ្មោះល្បីលន្ទើមួយប្រព្រឹត្តភ្នែករហូតដល់គួនអ៊ីច្រណែនទៅនឹងសមិទ្ធផលរបស់គាត់តើក្នុងមួយជីវិតរបស់ហួងចុងបានកសាងសមិទ្ធផលអ្វីខ្លះរហូតដល់គួនអ៊ីមានការចំណែននឹងគាត់តោះកុំឲ្យខាតពេលទៅស្ដាប់ជីវប្រវត្តិរបស់គាត់ទាំងអស់គ្នាជីវប្រវត្តិរបស់គាត់មិនត្រូវបានគេដឹងច្រើននោះទេភាគច្រើនគេដឹងតាមរឿងនិទានមួយថាគាត់មានកូនប្រុសម្នាក់ឈ្មោះហួងស៊ីតែកូនម្នាក់នេះមានជំងឺធ្ងន់ធ្ងរតាំងពីនៅក្មេងហួងចុងបានចំណាយមាសប្រាក់ទ្រព្យសម្បត្តិជាច្រើនដើម្បីព្យាបាលកូនម្នាក់នេះតែជាអកុសលកូនប្រុសរបស់គាត់បានបាត់បង់ជីវិតក្រោយពីការបាត់បង់ជីវិតរបស់កូនប្រុសហួងចុងបានប្រើជីវិតដែលនៅសេសសល់ដើម្បីបម្រើជាតិដោយធ្វើជាកងទ័ពដើមឡើយហួងចុងគ្រាន់តែជាអ្នកក្រោមបង្គាប់របស់ហានសៀនដែលជាអ្នកគ្រប់គ្រងក្រុងឆាងសាក្រោមការដឹកនាំរបស់លាវពាវដែលជាអភិបាលខេត្តជីងជូវអាចនិយាយបានថាឋានៈរបស់គាត់ពេលនោះគឺតូចទាបប្រសិនបើគ្មានលាវប៉ៃគ្រប់គ្រងទឹកដីជីងជូវទេប្រហែលជាហួងចុងគ្មាននរណាស្គាល់ថាជាមេតបខ្លាំងនោះទេដូច្នេះយើងអាចមើលឃើញថាតើសម័យនោះមានមេតបណាអ្នកប្រាជ្ញណាខ្លះដែលមិនបានបង្ហាញសមត្ថភាពហើយត្រូវបានកប់សមត្ថភាពទៅក្នុងធូលីនៃប្រវត្តិសាស្ត្រសូម្បីតែផានថុងដែលល្បីល្បាញថាសមត្ថភាពរបស់គាត់គឺប្រៀបនឹងជូកលៀងបានតែស្នាដៃរបស់គាត់គឺមានតិចតួចណាស់ដូចជាសមរភូមិឈើពីរប៉ុន្តែស្នាដៃទាំងនេះត្រូវបានចៅអ៊ីដណ្ដើមទៅទៀតប្រសិនបើផានថុងមិនត្រូវបានគេប្រៀបធៀបជាមួយជូកលៀងទេតើមានអ្នកណាខ្លះស្គាល់គាត់ចំណែកឯស៊ីស៊ូបង្ហាញសមត្ថភាពបានបន្តិចតែត្រូវឈប់ទៅវិញដោយសារតែឆាវឆាវចាំម្ដាយរបស់គាត់ហើយបង្ខំឲ្យគាត់ចុះចូលក្រោយពីម្ដាយគាត់ស្លាប់គាត់មិនបានបង្ហាញទេពកោសល្យអ្វីទាំងអស់ចំណែកឯហួងចុងនៅឆាងសាក្រោយពីការគ្រប់គ្រងរបស់លាវប៉ៃជាមួយនឹងសមត្ថភាពមើលមនុស្សរបស់លាវប៉ៃដឹងថាហួងចុងអ្វីត្បិតតែចាស់តែសមត្ថភាពប្រយុទ្ធរបស់គាត់គឺមិនចាញ់ក្មេងនោះទេរួមជាមួយបទពិសោធន៍ដ៏សម្បូរបែបលាវប៉ៃបានយកបុរសចំណាស់ម្នាក់នេះទៅតាមគាត់និងខ្លាចជាមេតបស្រួចបិណ្ឌបែកសត្រូវនឹងក្រុងជាច្រើនបើគ្មានលាវប៉ៃទេហួងចុងប្រហែលជាមានវាសនាត្រឹមអ្នកការពារក្រុងឆាងសាអស់មួយជីវិតនិងគ្មានអ្នកណារំលឹកឈ្មោះគាត់ក្នុងប្រវត្តិសាស្ត្រនោះទេបើបែបនេះមែនមេតបខ្លាទាំង5របស់ស៊ូហាននឹងត្រូវបានគេហៅថាមេតបខ្លាទាំង4ទៅវិញក្រុងឆាងសាធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ុនជៀនដែលជាឪពុករបស់ស៊ុនឈៀនស៊ុនជៀនក្រោយមកបានចូលរួមសមរភូមិប្រឆាំងនឹងតុងជួហើយបានចាក់ចេញពីក្រុងឆាងសាហើយគាត់បានសម្លាប់វ៉ាងយួយដែលជាអភិបាលខេត្តជីងជូវនៅពេលនោះបន្ទាប់ពីការស្លាប់របស់វ៉ាងយួយអធិរាជបានតែងតាំងលាវពាវជាអភិបាលខេត្តជីងជូវជំនួសហួងចុងបានមកដល់ណានយ៉ាងបន្ទាប់ពីលាវពាវឡើងកាន់តំណែងគាត់បានបញ្ចូលហួងចុងទៅជាមេតបនៅឆាងសាកំឡុងពេលការគ្រប់គ្រងរបស់លាវពាវហួងចុងត្រូវបានដំឡើងឋានៈជាមេតបចុងឡាងអមដំណើរក្មួយប្រុសរបស់លាវពាវគឺលាវប៉ានដើម្បីប្រយុទ្ធប្រឆាំងនឹងស៊ុនឆាដែលជាអ្នកគ្រប់គ្រងជាងតុងបន្ទាប់ពីការស្លាប់របស់លាវពាវកូនពៅរបស់គាត់ឈ្មោះលាវឆុងស្នងតំណែងបន្តអំណាចបានធ្លាក់លើកណ្ដាប់ដៃគ្រួសារឆាយក្រោយមកគ្រួសារនេះបានចុះចូលជាមួយឆាវឆាវក្រោយពីឆាវឆាវចាញ់សង្គ្រាមនៅសមរភូមិឈើពីរលាវប៉ៃបានឆ្លៀតឱកាសដណ្ដើមយកជីងជូវនិងដណ្ដើមក្រុងឆាងសាហើយហួងចុងបានស្ថិតក្រោមការគ្រប់គ្រងរបស់លាវប៉ៃដោយមើលឃើញពីសមត្ថភាពរបស់បុរសចំណាស់នេះលាវប៉ៃបានយកគាត់មកបម្រើការមិនត្រឹមតែចាត់ទុកគាត់ជាមេតបធម្មតានោះទេប៉ុន្តែដំឡើងធ្វើជាមេតបស្រួច
ក្នុងការវិលុកនិងបំបែកក្រុងក្នុងកំឡុងពេលបេសកកម្មភាគខាងលិចទៅកាន់អ៊ីជើហួងចុងរួមចំណែកយ៉ាងសំខាន់ជាមួយនឹងអ៊ុយយៀនក្នុងការវិលុកទឹកដីនិងបង្កើតនគរស៊ូហានឲ្យលាវប៉ៃជាលទ្ធផលហួងចុងត្រូវបានលាវប៉ៃកត់សរសើរជាខ្លាំងហើយនៅក្នុងសមរភូមិបន្តបន្ទាប់ហួងចុងគាត់ថែមទាំងបានគ្រប់ដណ្ដប់សមិទ្ធផលរបស់ចាងហ្វៃនិងម៉ាឆាវទៀតផងនៅពេលនោះមេទ័ពសំខាន់ដែលលាវប៉ៃយកទៅតាមខ្លួនមានដូចជាចាងហ្វៃចៅជឺឡុងអ៊ុយយៀនម៉ាឆាវនិងហួងចុងចាងហ្វៃនិងម៉ាឆាវត្រូវបានបញ្ជូនទៅច្រកដ៏សំខាន់រវាងហានចុងនិងស៊ីឈွန်ដោយរៀបរៀងកងទ័ពរបស់ឆាវឆាវពីការវិលុកពីច្រកនេះក្នុងចំណោម3នាក់ដែលនៅសេសសល់លាវប៉ៃបានជ្រើសរើសហួងចុងជាមេទ័ពស្រួយហួងចុងគាត់បានប្រយុទ្ធយ៉ាងខ្លាំងក្លាហើយជាមនុស្សដំបូងគេដែលបានប្រយុទ្ធគ្រប់សមរភូមិគាត់គឺជាមេទ័ពស្រួយក្នុងការបំបែកក្រុងនិងបន្ទាយនៅខែធ្នូឆ្នាំ217លាវប៉ៃបានដឹកនាំយុទ្ធនាការមួយប្រហារហានចុងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឆាវឆាវកម្លាំងរបស់ឆាវឆាវត្រូវដឹកនាំដោយស៊ីហ៊ូយៀននៅអ៊ីងភីងការប្រជុំមុខដាក់គ្នាបានអូសបន្លាយពេលជាមួយឆ្នាំរហូតដល់យប់មួយលាវប៉ៃបានដុតជំរំរបស់ស៊ីហ៊ូយៀននៅជើងភ្នំទីងឈុនស៊ីហ៊ូយៀនបានបញ្ជូនចាងហឺទៅការពារជ្រុងខាងកើតនៃជំរំខណៈពេលដែលគាត់ការពារភាគខាងត្បូងកម្លាំងសំខាន់របស់លាវប៉ៃដឹកនាំដោយហួងចុងបានសម្រុកយ៉ាងខ្លាំងក្លាទៅលើកងទ័ពរបស់ចាងហឺដែលការពារនៅភាគខាងកើតហ្វាចឹងដែលជាទីប្រឹក្សារបស់លាវប៉ៃបានផ្ដល់យុទ្ធសាស្ត្រដល់ហួងចុងឲ្យហួងចុងបង្កប់ទ័ពនៅលើភ្នំចាំទ័ពជំនួយរបស់ចាងហឺស៊ីហ៊ូយៀនដោយខ្លាចថាចាងហឺទប់ទល់មិនជាប់គាត់បានដឹកនាំទ័ពខ្លាំងចំនួន400នាក់ដោយផ្ទាល់ដើម្បីជួយសង្គ្រោះចាងហឺទោះបីជាទាហានរបស់ស៊ីហ៊ូយៀនមានបទពិសោធន៍ជាច្រើនឆ្នាំយ៉ាងណាក៏ដោយហួងចុងបានប្រមូលផ្ដុំកងទ័ពរួចជាស្រេចនៅពេលដែលកងទ័ពស៊ីហ៊ូយៀនមកដល់ជលងភ្នំទីងឈុនសំឡេងស្គររបស់ទ័ពហួងចុងលើអង្រួនមេឃនិងសំឡេងស្រែករង្គើជ្រលងភ្នំទើបហួងចុងចុះពីលើភ្នំបើការប្រយុទ្ធជាមួយនឹងកងទ័ពរបស់ស៊ីហ៊ូយៀនសង្គ្រាមបានផ្ទុះឡើងយ៉ាងខ្លាំងក្លានៅទីបំផុតស៊ីហ៊ូយៀននិងកូនប្រុសរបស់គាត់ស៊ីហ៊ូយ៉ុងត្រូវបានស្លាប់ក្នុងសមរភូមិនេះក្រោយពីការបាត់បង់ទីតាំងដ៏សំខាន់និងមេទ័ពដ៏សំខាន់របស់ឆាវឆាវបានបោះបង់ហួងចុងហើយដកទៅឆាងអានវិញនៅក្នុងឆ្នាំនោះដែរនោះលាវប៉ៃបានប្រកាសខ្លួនឯងជាស្ដេចហានចុងប្រៀបធៀបខ្លួនទៅនឹងអធិរាជកៅជូលាវប៉ាងដែលជាស្ថាបនិកនៃរាជវង្សហានគាត់បានតែងតាំងហួងចុងជាមេទ័ពខាងក្រោយដោយមានឋានៈទី4នៅក្រៅមេទ័ព3នាក់ទៀតគឺគួនអ៊ីចាងហ្វៃនិងម៉ាឆាវទោះជាយ៉ាងណាក៏ដោយជូកលៀងបានប្រាប់លាវប៉ៃថាគេឈ្មោះរបស់ហួងចុងគឺមិនល្បីល្បាញដូចគួនអ៊ីចាងហ្វៃនិងម៉ាឆាវទេប្រសិនបើពួកគេទាំងអស់ត្រូវបានឋានៈប្រែគ្នាចាងហ្វៃនិងម៉ាឆាវប្រហែលជាមិនជំទាស់ទេព្រោះពួកគេបាននៅជាមួយហួងចុងដឹងពីសមត្ថភាពនិងយុទ្ធសាស្ត្ររបស់គាត់ប៉ុន្តែគួនអ៊ីដែលឈរជើងនៅឆ្ងាយគាត់ប្រហែលជាមិនយល់ព្រមនឹងការរៀបចំនេះទេលាវប៉ៃបានឆ្លើយថាខ្ញុំនឹងដោះស្រាយរឿងនេះដោយខ្លួនឯងហើយគាត់បានប្រគល់ទូនាទីនេះទៅហ្វៃស៊ឺឲ្យធ្វើដំណើរទៅជីងចៅដើម្បីជូនដំណឹងដល់គួនអ៊ីក្នុងការតែងតាំងគួនអ៊ីជាមេទ័ពស្ដាំនៅពេលដែលគួនអ៊ីដឹងថាហួងចុងត្រូវបានតែងតាំងជាមេទ័ពក្រោយគាត់និយាយដល់កំហឹងថាខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងមានឋានៈដូចជាមេទ័ពចាស់នោះទេគាត់តាំងចិត្តថាគាត់មិនទទួលយកតំណែងតាមការតែងតាំងរបស់លាវប៉ៃឡើយហ្វៃស៊ឺបាននិយាយទៅកាន់គួនអ៊ីថានៅពេលដែលមនុស្សម្នាក់កំពុងស្វែងរកមហិច្ឆតារបស់ខ្លួនដើម្បីគ្រប់គ្រងពិភពលោកនោះគេមិនមានគំនិតតែមួយនោះទេគឺមានគំនិតរាប់រយក្នុងកំឡុងសម័យសង្គ្រាមឈូហានស៊ីវហឺឆាវឆានគឺជាមិត្តដ៏ល្អរបស់អធិរាជកៅជូលាវប៉ាងខណៈដែលឈុនភីងនិងហានស៊ីងទើបតែចោះចូលជាមួយនឹងលាវប៉ាងក្រោយទេទោះយ៉ាងណាក៏ដោយក្នុងចំណោមពួកគេអ្នកដែលអាចឡើងដល់កំពូលនិងលំដាប់ខ្ពស់បំផុតគឺហានស៊ីងប៉ុន្តែ
ซิวหอនឹងឆាវឆានមិនបានត្អូញត្អែរឿងនេះទេឥឡូវនេះស្ដេចលាវប៉ៃគង់នៅហានចុងដោយសារសមិទ្ធផលដ៏អស្ចារ្យរបស់ហួងចុងទ្រង់ត្រូវតែគោរពនិងផ្ដល់ឋានៈដល់ហួងចុងប៉ុន្តែនៅក្នុងគំនិតរបស់គាត់នៅតែអាចថ្លឹងថ្លែងពីសារៈសំខាន់នៃមន្ត្រីចាស់ៗរបស់គាត់ជាពិសេសបងប្អូនតើឲ្យហួងចុងមានឋានៈស្មើជាមួយលោកដោយរបៀបណាលើសពីនេះស្ដេចលាវប៉ៃជាបងប្អូនរួមសម្បត្តិជាមួយលោកចែកលំលែកសេចក្តីទុក្ខនិងសុខជាមួយគ្នាខ្ញុំជឿថាហួងចុងគឺមិនអាចប្រៀបធៀបជាមួយលោកម្ចាស់បានទេយ៉ាងណាមិញខ្ញុំគ្រាន់តែជាអ្នកនាំពាក្យប៉ុណ្ណោះប្រសិនបើលោកតាំងចិត្តបដិសេធខ្ញុំនឹងត្រឡប់ទៅវិញតែខ្ញុំខ្លាចថាលោកម្ចាស់នឹងសោកស្ដាយចំពោះទង្វើរបស់លោកម្ចាស់នៅពេលក្រោយបន្ទាប់ពីកូនអ៊ីបានស្ដាប់ឮសម្ដីរបស់ហ្វៃស៊ឺគាត់មានការរំជួលចិត្តយ៉ាងខ្លាំងហើយទទួលយកការតែងតាំងនេះក្រោយមកនៅឆ្នាំ220ហួងចុងក៏បានទទួលមរណភាពដែលមិនបានបញ្ជាក់ប្រវត្តិរបស់គាត់មានតិចតួចបំផុតហើយខ្ញុំមិនហ៊ានយករឿងប្រឡំលោកនគរទាំង3មកលីឡំគ្នាទេព្រោះវាសម្បូររឿងប្រឌិតជាជាងប្រវត្តិសាស្ត្រពិត